ថ្ងៃនេះលីដាមានរឿងមួយអានជូនបងៗប្រិយមិត្តស្ដាប់ទាំងអស់គ្នាគឺរឿងចៅចិត្តជាកែរដូចបានឮតមកថាកាលនោះមានក្មេងប្រុសម្នាក់នៅស្រុកមួយអ្នកស្រុកគេហៅថាអាចៅចិត្តជាលោកក្មេងនោះចម្រើនធំឡើងឪពុកស្លាប់ទៅនៅតែម្ដាយចៅនោះមិនគិតធ្វើការរកស៊ីអ្វីសោះតែវេលាយប់កាលណាដើររកលួចទ្រព្យសម្បត្តិអ្នកស្រុកទាំងពួងមាតាទូនមានប្រដៅដោយម្ដេចក៏មិនព្រមធ្វើតាមទើបមាតាយកទៅឲ្យនៅវត្តរៀនអក្សរចៅនោះក៏មិនខំរៀនសូត្រឡើយប្រព្រឹត្តតែដើរលួចទ្រព្យគេយកមកចិញ្ចឹមមាតានិងអាត្មាគ្រូរំលឹកប្រដៅដោយម្ដេចម្ដាក៏មិនព្រមស្ដាប់ថ្ងៃមួយស្ដេចក្លឹងនគរនោះទ្រង់ចេញប្រថាប់ចុងព្រះរាជរោងឲ្យសេនាបតីនាមឺនសពមុខមន្ត្រីចូលគាល់ទ្រង់មានព្រះរាជអង្ការថាមានខេត្តមួយនៅទំនេរពុំតាន់មានឈ្មោះណាទៅឈររក្សាបើអ្នកណាយកប្រាក់40កហាបណ្ណៈមកដាក់ឃ្លាំងយើងនឹងឲ្យទៅឈរជាចៅហ្វាយស្រុកក្នុងខេត្តនោះត្រាស់ហើយស្ដេចយាងចូលព្រះបរមរាជវាំងវិញគ្រានោះមន្ត្រីតូចម្នាក់វិលមកផ្ទះដេកកោតទុកចង់ធ្វើចៅហ្វាយស្រុកបុណ្យពេកលុះដល់វេលាយប់ចូលដំណេកនិយាយនឹងភរិយាថានាងអើយឥឡូវនេះស្ដេចមានព្រះរាជអង្ការថាបើឈ្មោះណាមានប្រាក់40កហាបណ្ណៈថ្វាយព្រះអង្គដាក់ឃ្លាំងទ្រង់នឹងឲ្យធ្វើចៅហ្វាយស្រុកនៅរក្សាស្រុកក្នុងខេត្តមួយដែលនៅទំនេរភរិយាឆ្លើយថាអូអ្នកអើយចិត្តក្នុងចង់ឲ្យអ្នកធ្វើចៅហ្វាយស្រុកណាស់តែសប្ថ្ងៃយើងក្រលំបាកតោកយ៉ាពេកនឹងរកប្រាក់ថ្វាយស្ដេចពុំបានទេនិយាយហើយបុណ្យទេវតាថាសូមទេវតាជួយខ្ញុំឲ្យបានប្រាក់40កហាបណ្ណៈថ្វាយស្ដេចខ្ញុំនឹងបានធ្វើជាចៅហ្វាយស្រុកគ្រានេះពេលនោះអាចៅចិត្តជាវាដាលួចគេហើយមកអង្គុយក្រោមផ្ទះមន្ត្រីនោះវាបានឮដូច្នោះមានចិត្តអាណិតក៏យកប្រាក់40កហាបណ្ណៈពីផ្ទះវាវេកនឹងកំណាត់សម្ពុតជាតីមកលូកដៃតាមប្រហោងជញ្ជាំងទៅទុកឲ្យមន្ត្រីនោះរួចត្រឡប់មកវិញលុះភ្លឺច្បាស់មន្ត្រីនោះភ្ញាក់ឡើងក្រឡេកទៅឃើញបង្វិចសម្ពុតជាតីក៏ចាប់លើកស្រាយមើលឃើញប្រាក់40កហាបណ្ណៈអណាស់ប្រាប់ប្រពន្ធថាយើងបានប្រាក់40កហាបណ្ណៈហើយគឺទេវតាឲ្យប្រពន្ធស្ទុះមកមើលឃើញច្បាស់ក៏មានចិត្តត្រេកអរពុនពេកលុះដល់ថ្ងៃរសៀលមន្ត្រីនោះយកប្រាក់40កហាបណ្ណៈទៅថ្វាយស្ដេចដាក់ឃ្លាំងព្រះរាជាក៏តាំងមន្ត្រីនោះឲ្យធ្វើជាចៅហ្វាយស្រុកនៅរក្សាក្នុងខេត្តនោះតទៅឯអាចៅចិត្តជាកាវបាងដឹងថាមន្ត្រីនោះបាងធ្វើជាចៅហ្វាយស្រុកហើយក៏ដើរស្វែងរកលួយអ្នកស្រុកក្នុងខេត្តនោះធ្វើដំណើរឲ្យគេចាប់ខ្លួនវាបានឯពួកម្ចាស់ទ្រព្យក៏នាំអាចៅចិត្តជានោះទៅជូនចៅហ្វាយស្រុកបង្គាប់មេគុកឲ្យដាច់ច្រវាក់ឃុំទុកក្រោមផ្ទះលោកវេលាយប់ស្ងាត់អាចៅចិត្តជានិយាយរអ៊ូតែម្នាក់ឯងថាអូហេតុតែឯងមានចិត្តអាណិតគេកាលគេចង់ធ្វើចៅហ្វាយស្រុកខ្លួនឯងប្រាំងយកប្រាក់40កហាបណ្ណៈវេកនឹងកំណាត់ជាតីមកឲ្យគេទាំងយប់ឥឡូវគេបានធ្វើចៅហ្វាយស្រុកហើយគេមិនមេត្តាករណាឯងបន្តិចសោះគេដាក់ច្រវាក់ឃុំឯងទុកឲ្យវេទនាអាចៅចិត្តជានិយាយតែពាក្យដដែលម្នាក់ឯងមិនឈប់ឯចៅហ្វាយស្រុកនិងប្រពន្ធបានឮចៅនិយាយដូច្នោះក៏ប្រឹក្សាគ្នាថាគួរឲ្យឆ្ងល់ណាស់ចៅវានិយាយនេះត្រូវដូចរឿងខ្លួនយើងគួរតែយើងចុះទៅសួរវាឲ្យជាកមើលទៅចៅហ្វាយស្រុកចុះពីផ្ទះទៅសួរចៅនោះថាឯងនិយាយរឿងអ្វីយើងឮតែស្ដាប់បានខ្លះមិនបានខ្លះចូលឯងនិយាយរឿងនោះឲ្យយើងស្ដាប់ក្នុងវេលានេះតាមពិតមកមើលទៅអាចៅចិត្តជានិយាយថាខ្លួនខ្ញុំនេះជាមនុស្សប្រព្រឹត្តចោរកម្មដើរតែលួចទ្រព្យគេរាល់យប់យកមកចិញ្ចឹមជីវិតកាលដែលលោកនៅជាមន្ត្រីតូចពុំទាន់បានធ្វើចៅហ្វាយស្រុកនៅឡើយវេលាយប់មួយនោះខ្ញុំដើរលួចគេហើយមកអង្គុយក្រោមផ្ទះលោកឮលោកនឹងប្រពន្ធនិយាយថាយើងនឹងរកប្រាក់40កហាបណ្ណៈពីណាបានយកទៅថ្វាយស្ដេចដើម្បីឲ្យបានធ្វើចៅហ្វាយស្រុកក្នុងខេត្តមួយប្រពន្ធលោកថាយើងក្រីក្រម្លេះនឹងបានប្រាក់ពីណាក្នុងឮដូច្នោះ
មានចិត្តអាណិតលោកក៏ទៅយកប្រាក់40កហាបណៈពីផ្ទះវែកនឹងកំណាត់សម្ពុតជាតីមកដាក់ចិត្តក្បាលដំណេកទុកជូនលោករួចខ្ញុំត្រឡប់ទៅវិញថ្ងៃក្រោយឮគេនិយាយថាលោកបានធ្វើចវាយស្រុកខ្ញុំក៏មកលួចគេក្នុងខេត្តនេះគេចាប់ខ្លួនខ្ញុំបាននាំមកជូនលោកក៏ធ្វើទោសខ្ញុំមិនប្រណីចៅវាយស្រុកបានស្ដាប់ក៏ជឿជាក់ឥតសង្ស័យហើយថាអូអាសំឡាញ់អើយឯងនិយាយនេះពិតប្រាកដមែនដែលអញបានធ្វើចៅវាយស្រុកពីព្រោះតែឯងជួយវេលានេះឯងកុំភ័យកុំតូចចិត្តអញនឹងដោះឯងឲ្យរួចចេញពីទោសមួយទៀតឯងនឹងអញត្រូវយកគ្នាជាសម្លាញ់តទៅចៅវាយស្រុកសួរថាឯងឈ្មោះអីបុរសនោះជម្រាបថាខ្ញុំឈ្មោះអាចៅចិត្តជាសួររួចហើយលោកចៅវាយស្រុកក៏ឡើងទៅលើផ្ទះវិញលុះភ្លឺច្បាស់ចៅវាយស្រុកបង្គាប់មេគុកឲ្យដោះអាចៅចិត្តជារួចពីទោសហើយនិយាយថាអាសំឡាញ់ឯងនៅនឹងអញចុះអញចិញ្ចឹមឯងពីថ្ងៃនេះទើឯងកុំលួចគេទៀតអាចៅចិត្តជាឆ្លើយថារឿងលួចនោះអញមិនឈប់ទេដែលអញលួចទ្រព្យគេនេះគ្រាន់យកទៅចិញ្ចឹមមាតាមេម៉ាយចៅវាយស្រុកក៏ឲ្យប្រាក់30កហបណៈឲ្យទៅឲ្យមាតាអាចៅចិត្តជាមិនព្រមយកចៅវាយស្រុកសួរថាផ្ទះសម្លាញ់ឯងនៅឯណាចូលឯងប្រាប់អញឲ្យត្រង់អាចៅចិត្តជាប្រាប់ថាអញនៅផ្ទះនោះហើយលាចៅវាយស្រុកទៅផ្ទះវិញគ្រានោះលោកយមរាជនិងមន្ត្រីតូចម្នាក់កើតក្តីវិវាទទាស់តែងគ្នាជាយូរខែហើយមន្ត្រីតូចនោះគុំគិតសម្លាប់លោកយមរាជនោះឲ្យបានមន្ត្រីតូចនោះមានស្រីបំរើម្នាក់ជាទីទុកចិត្តប្រើដោយម្ដេចបាងទាំងអស់ស្រីបំរើនោះខំគប់គុណចៅវាយមិនឲ្យទាស់ចិត្តវេលាយប់ស្ងាត់មន្ត្រីនោះនិយាយនឹងស្រីបំរើថាវេលានេះចូលអញអាណិតអញពីព្រោះអញស្អប់លោកយមរាជណាស់អញចង់សម្លាប់ចោលតែមិនដឹងរកអ្នកណាជួយរឿងនេះសពថ្ងៃអញឃើញតែឯងមានប្រាជ្ញាហើយមន្ត្រីនោះបង្គាប់ស្រីបំរើថាចូលឯងចេញពីអញទៅយកប្រាក់លោកយមរាជនៅនឹងគេចោះរួចឯងខំគប់គុណគេឲ្យដូចកៅនៅនឹងអញបើឯងបំរើខាងក្រៅដល់លោកយមរាជនោះគេទុកចិត្តស្និទ្ធស្នាលត្រូវឯងចូលបំរើខាងក្នុងលុះបានហើយឯងចាំមើលរាល់វេលាយប់ស្ងាត់កាលណាយមរាជនោះដេកលក់ចូលឯងរំលាយសំណឲ្យក្តៅពុះរួចយកទៅចាក់ក្នុងមាត់ទៅលោកយមរាជនឹងស្លាប់មិនខានគ្មានអ្នកណាដឹងឡើយបើឯងធ្វើបានដោយគំនិតនេះឯងនឹងចេញប្រាក់លូឯងមកវិញឲ្យរួចពីខ្ញុំគេស្រីបំរើនោះទទួលការសពគ្រប់វេលាយប់នោះអាចៅចិត្តជាដើរលួចគេហើយវាមកអង្គុយក្រោមផ្ទះមន្ត្រីនោះកាលមន្ត្រីនោះកំពុងនិយាយបង្គាប់ស្រីបំរើឲ្យសម្លាប់យមរាជដូចម្ដេចក៏វាស្ដាប់ការបានទាំងអស់ថ្ងៃក្រោយស្រីបំរើនោះលាម្ចាស់ទៅរកប្រាក់លោកយមរាជហើយសុំនៅផងលោកយមរាជក៏ទទួលចេញប្រាក់លក់ឲ្យទៅបំរើរៀងមកនាងនោះខំបំរែផ្គាប់គុណលោកយមរាជនិងលោកជំទាវមិនឲ្យទាស់ចិត្តលោកយមរាជនិងជំទាវក៏ទុកចិត្តស្និទ្ធស្នាលឲ្យចិនចូលក្នុងក្រៅបំរើចិត្តដិតរៀងមកវេលាមួយនោះពេលយប់ស្ងាត់ស្រីបំរើនោះវាដឹងថាលោកយមរាជនិងលោកជំទាវសម្រានលោកហើយវាដុតភ្លើងរំលែងសំណង់ឲ្យក្តៅពុះហើយវាលើកសំណង់នោះចាក់ក្នុងមាត់លោកយមរាជស្លាប់ទៅរួចត្រឡប់ទៅដេកតាមកន្លែងវិញលុះព្រឹកឡើងលោកជំទាវភ្ញាក់បានដឹងថាប្តីខ្លួនស្លាប់ក៏ស្រែកទ្រហៅយំមនុស្សផ្អើលមកមើលឃើញលោកយមរាជស្លាប់មែនតែមិនដឹងជាស្លាប់ដោយរោគអ្វីព្រោះគ្មានស្លាកស្នាមបន្តិចសោះលោកជំទាវនោះទៅក្រាបថ្វាយបង្គំទូលស្ដេចតាមរឿងដែលស្លាប់ព្រះរាជាទ្រង់ចាត់ឲ្យមន្ត្រីមកមើលតែមិនដឹងជាស្លាប់ដោយរោគអ្វីព្រោះគ្មានហេតុស្លាកស្នាមក៏ទៅក្រាបបង្គំទូលតាមរឿងព្រះរាជាទ្រង់ឲ្យយកសពទៅបញ្ចូលទុកតាមសម្គាល់ក្រោយនោះជារដូវបុណ្យទ្វារដ៏សមាសនាមឺនសពមុខមន្ត្រីចូលកលព្រះមហាក្សត្រទ្រង់មានព្រះរាជអង្គការថាបើញ៉ែឯណារកឈ្មោះមនុស្សដែលសម្លាប់យមរាជបានដឹងច្បាស់ប្រកបយើងឲ្យធ្វើទីយមរាជ
រួយទ្រង់ស្ដេចយាងចូលទៅខាងក្នុងវិញសេនាបតីនាម៉ឺនសពមុខមន្ត្រីក៏ទៅផ្ទះរៀងខ្លួនក្រាននោះចៅវាយស្រុកដីជីសម្លាញ់នឹងអាចៅចិត្តជាចង់ធ្វើយមរាជណាស់បានទៅរកអាចៅចិត្តជាចៅស៊ូថាអាសម្លាញ់ឯងមករកអ្វីចៅវាយស្រុកប្រាប់ថាអញមកមានការសួរឯងបន្តិចត្បិតលោកយមរាជស្លាប់ដោយឥតមាននរណាដឹងថាជាស្លាប់ព្រោះរកអ្វីឥឡូវស្ដេចមានព្រះរាជអង្គការថាបើអ្នកឯណារកឈ្មោះមនុស្សដែលសម្លាប់លោកយមរាជឃើញពិតប្រាកដទ្រង់នឹងឲ្យធ្វើទីយមរាជរឿងនេះអាសម្លាញ់ឯងបានដឹងឬទេត្បិតអញចង់ធ្វើយមរាជណាស់អាចៅចិត្តជាឆ្លើយថារឿងនេះអញបានដឹងច្បាស់ព្រោះនៅវេលារាត្រីមួយនោះអញដើរលួចគេហើយអញមកអង្គុយក្រោមផ្ទះមន្ត្រីតូចម្នាក់នៅខាងជើងផ្ទះលោកយមរាជឆ្ងាយពីខ្នែបន្តិចមន្ត្រីនោះប្រាប់ស្រីបំរើម្នាក់ថាអញស្អប់លោកយមរាជពេកចង់សម្លាប់ចោលព្រោះជាសត្រូវនឹងអញក្នុងក្រានេះត្រូវឯងជួយអញជាប្រកបដូច្នេះត្រូវឯងចេញពីផ្ទះអញទៅរកផ្ទះលោកយមរាជនៅបើគេព្រមទទួលឲ្យនៅត្រូវឯងខំបំរើឲ្យត្រូវចិត្តគេបើគេទុកចិត្តស្និទ្ធស្នាលប្រាវចេញចូលខាងក្នុងវេលាណាលុះដល់យប់ស្ងាត់ឯងត្រូវដុតភ្លើងរំលាយសំឲ្យក្តៅពុះហើយយកទៅចាក់ក្នុងមាត់លោកយមរាជកំពុងដេកលក់គង់ស្លាប់មិនខានរឿងនេះអញលាប់ស្ដាប់បានចាំប្រកបចូលសម្លាញ់ឯងទទួលស្ដេចតាមរឿងនេះចុះតែត្រូវឲ្យខ្វះខ្មោចលោកយមរាជនោះយកមកវែកមើលបើឃើញសំនៅក្នុងពោះខ្មោចនោះមែនអាសម្លាញ់ឯងនឹងបានធ្វើយមរាជមិនខានចៅវាយស្រឹកស្ដាប់យកការបានហើយត្រឡប់ទៅផ្ទះវិញថ្ងៃក្រោយចៅវាយស្រុកទទួលស្ដេចតាមរឿងស្ដេចទ្រង់ឲ្យភ្នាក់ងារទៅចាប់មន្ត្រីនិងស្រីនោះយកមកឃុំទុកហើយទ្រង់ឲ្យខ្វះខ្មោចលោកយមរាជយកមកវះមើលឃើញសំណនៅក្នុងពួកមែនទើបទ្រង់ឲ្យជំនុំជម្រះរឿងនោះឯមេស្រីនោះឆ្លើយថាខ្ញុំសម្លាប់លោកយមរាជពិតប្រាកដទ្រង់ឲ្យប្រហារជីវិតទាំងពីរអ្នកចោលទៅហើយទ្រង់ក៏តាំងចៅវាយស្រុកនោះឲ្យធ្វើទីយមរាជឯចៅវាយស្រុកកាលបើបានធ្វើទីយមរាជហើយឲ្យបំរើទៅហៅអាចៅចិត្តជាសម្លាញ់លុះវាមកដល់ប្រាប់ថាអាសម្លាញ់អើយឯងមានគុណនឹងអញច្រើនណាស់ឥឡូវនេះអញបានធ្វើយមរាជហើយដែលអញបានធ្វើយមរាជនេះគឺដោយសារឯងជួយអញពីថ្ងៃនេះទៅឯងកុំលួចទៀតអញចិញ្ចឹមមេដាឯងនិងសម្លាញ់ឯងលុះអស់ជីវិតអាចៅចិត្តជាឆ្លើយថាអញសុំលួចតែម្ដងទៀតថាតែប៉ុណ្ណោះវាក៏ត្រឡប់ទៅផ្ទះវិញលុះយប់អាចៅចិត្តជាទៅលួចដង្ខៅម្នាក់បានប្រាក់និងសម្ពុតអាវជាច្រើនយកមកជូនមេដាលុះព្រឹកឡើងអាចៅចិត្តជាមកប្រាប់លោកយមរាជថាអាសម្លាញ់យប់មិញអញលួចគេបានប្រាក់និងសម្ពុតអាវច្រើនណាស់ពីថ្ងៃនេះតទៅអញលេះចោលរឿងរកស៊ីលួចគេហើយអាសម្លាញ់ឯងជឿចោះលោកយមរាជតបថាបើឯងឈប់រកស៊ីលួចគេនោះអញអរណាស់បើខ្វះខាតអ្វីមករកអញឲ្យឯងគុំទើបទាល់អញចិញ្ចឹមឯងលុះអស់ជីវិតអាចៅចិត្តជាក៏លាលោកយមរាជទៅផ្ទះវិញទៅនៅរក្សាមេដាជាសុខសប្បាយលោកយមរាជនិងអាចៅចិត្តជាស្រឡាញ់រាប់អានគ្នាចិញ្ចឹមគ្នាដរាបអស់ជីវិតដោយបានសន្យាគ្នាមកតម្លៃអប់រំនៅក្នុងរឿងនេះគឺមនុស្សជាតិជាតែងមឿនគ្នាជាទីពឹងសូមបងប្អូនកុំភ្លេចជួយ Subscribe ផងណា